មួយផ្លែតស្មានតែនេះគឺជាសាច់គោប៉ុន្តែជាក់ស្ដែងនេះគឺជាឈើដែលមានតម្លៃខ្ពស់នៅក្នុងប្រទេសចិនហេតុអ្វីបានជាគេចាំបាច់ត្រូវកាត់វាស្ដាងបែបនេះហើយតើហេតុអ្វីបានជាវាមានតម្លៃថ្លៃសាច់នៅខាងក្នុងរបស់ឈើនេះមានសភាពដូចជាសាច់គោឬក៏ជាឈាមនៅក្នុងជំនឿរបស់ប្រទេសចិនឈើមួយប្រភេទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្សជាក់ស្ដែងដើម្បីបានប្រសិទ្ធភាពរបស់ឈើទាំងអស់នេះគេត្រូវកាត់វាជាកង់ស្ដាងរួចយកទៅដាក់ហាលថ្ងៃឲ្យស្ងួតសំដៅឲ្យខ្លីដូចថ្នាំខ្មែរយើងអញ្ចឹងដែរត្រូវឲ្យកាត់ជាជំរាកស្ដាងរួចដាក់ហាលថ្ងៃឲ្យស្ងួតដើម្បីឲ្យទុកបានយូរវិធីប្រើប្រាស់គឺត្រូវឆុងទឹកនេះជាមួយនឹងទឹកក្តៅហើយដាំវាឲ្យពុះបន្ទាប់មកទៀតគឺអាចបរិភោគបានហើយអត្ថប្រយោជន៍ដែលទទួលបានពីវាដែលសំខាន់ជាងគេនោះគឺធ្វើឲ្យចរន្តឈាមដើរស្រួលនិងការពារកុំឲ្យមានការកកស្ទះសរសៃឈាមម្យ៉ាងវិញទៀតគឺជួយបន្ថែមកម្លាំងនិងថាមពលដល់រាងកាយប្រចាំថ្ងៃ